បាទសួស្តីទាំងអស់គ្នាយើងបន្តជាមួយអត្ថបទមួយទៀតគឺថៃទិញប្រព័ន្ធមីស៊ីលបារ៉ាកាំអិចបាទអ៊ីស្រាអែលមកដកស្រង់ជាពីកាសែត Jerusalem Post បាទថ្ងៃទី5ខែឧធ្នូបាទគឺមុនសង្គ្រាមលើកទី2រវាងកម្ពុជាថៃអត្ថបទនេះរៀងវែងប៉ុន្តែខ្ញុំនឹងព្យាយាមអានឲ្យលឿនបាទឆាប់ចប់ហើយខ្ញុំមានអត្ថបទបាទនឹងបកជាខ្មែរបាទប្រើ Google Translate អីផងហើយនឹងជួបពាក្យថ្មីមួយខ្ញុំប្រាប់មួយអញ្ចឹងណាហើយនឹងពាក្យបច្ចេកទេសមួយចំនួនបាទតាក់ទងនឹងប្រព័ន្ធ technology ហ្នឹងហើយខ្ញុំក៏មិនច្បាស់ដែរប៉ុន្តែយើងបកមកយល់បានទៅបានហើយហ្នឹងហើយបាទអូខេក្រោយសង្គ្រាមកម្ពុជាថៃបាទកម្ពុជាបាទជាមួយកម្ពុជាបាទថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ$108លានទិញប្រព័ន្ធមីស៊ីលបារ៉ាកាំអិចរបស់អ៊ីស្រាអែលបាទ After Cambodia War Thailand signed $108 million deal for Israel Barak H missile system. The deal for the system comes shortly after Thailand fought a deadly war with neighboring Cambodia. កិច្ចព្រមព្រៀងសម្រាប់ប្រព័ន្ធនេះគឺត្រូវការទិញប្រព័ន្ធនេះគឺកើតឡើងគឺភ្លាមគឺបន្ទាប់ពីថៃបានបាទវាប្រយុទ្ធគ្នាបាទគឺជួបសង្គ្រាមជាមួយគ្នាបាទគឺជាមួយនឹងប្រទេសជិតខាងគឺកម្ពុជា Israel Aerospace Industries has secured a major contract to supply the Royal Thai Air Force with its Barak MH air defense system, marking Thailand's first acquisition of a medium-range air defense capability in decades. ក្រុមហ៊ុនឧស្សាហកម្មអវកាសអ៊ីស្រាអែលបាទដែលមានឈ្មោះថា Israel Aerospace Industries បានទទួលកិច្ចសន្យាដ៏សំខាន់មួយបាទគឺ secured បាទបានទទួលបាទឬក៏បាទ secure វាធ្វើឲ្យណែនណាបាទតែពេលយើងចុះកុងត្រាហើយបានឲ្យយើង secure the deal ណាបាទដើម្បីផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាស Barak MX របស់ខ្លួនដល់កងទ័ពអាកាសភូមិន្ទថៃបាទដែលជាការទទួលបានសមត្ថភាព Thailand first acquisition បាទការពារដែនអាកាសរយៈចម្ងាយមធ្យមបាទ medium range លើកដំបូងរបស់ប្រទេសថៃក្នុងរយៈពេលជាច្រើនទសវត្សរ៍បាទ medium range បាទគឺមធ្យមបាទ defense capability បាទគឺសមត្ថភាពបាទការពារបាទ The deal underscores Thailand's urgent efforts to strengthen its airspace protections against a wide range of aerial threats after the country fought a war with neighboring Cambodia earlier this year. បាទកិច្ចព្រមព្រៀងនេះគឺបានគូបញ្ជាក់បាទពីកិច្ចខិតខំប្រឹងប្រែងជាបន្ទាន់របស់ថៃដើម្បីពង្រឹងការការពារដែនអាកាសរបស់ខ្លួនប្រឆាំងនឹងការគំរាមកំហែងតាមផ្លូវអាកាសជាច្រើនប្រភេទបាទagain a wide range of aerial threat បាទ aerial threat ហ្នឹងគឺការគំរាមកំហែងតាមផ្លូវអាកាសបាទបន្ទាប់ពីប្រទេសនេះបាទគឺបានប្រយុទ្ធជាមួយនឹងប្រទេសជិតខាងបាទគឺកម្ពុជាបាទគឺនៅក្នុងឆ្នាំនេះដែរបាទ earlier this year បាទគឺអត្ថបទនេះចុះថ្ងៃទី5ខែ12អញ្ចឹង earlier this year នេះគឺនិយាយពីកាលពីខែកក្កដាណាសង្គ្រាមកម្ពុជាថៃបាទ early this year ណាដើមឆ្នាំបាទតែ earlier គឺនៅក្នុងឆ្នាំនឹងដែរប៉ុន្តែនៅមុននេះអញ្ចឹងណាប៉ុន្តែនៅក្នុងឆ្នាំដដែលទីបាទតែក្នុងនេះគឺសំដៅទៅលើសង្គ្រាមកាលពីថ្ងៃទី24ខែកក្កដាហ្នឹងបាទ The Barak MH has been adopted by several countries worldwide, including India, Azerbaijan, Slovenia, and Cyprus. It is recognized for its multi-layered and multi-mission design. Its net-centric configurations allow operators to select the most effective engagement method depending on operational needs. A feature IAI says reduces costs and optimizes battle efficiency បាទយើងឃើញមានពាក្យ net-centric configuration បាទខ្ញុំមិនច្បាស់ដែរហើយនឹងពាក្យមួយទៀតគឺយើងនិយាយនៅជួបនៅខាងមុខទៀតបាទប៉ុន្តែយើងអាចបកមកយល់ទៅបាទ Missile Barak MX ត្រូវបានប្រទេសជាច្រើននៅទូទាំងពិភពលោកប្រើប្រាស់បាទដូចជាឥណ្ឌា Azerbaijan, Slovenia និង Cyprus
គឺប្រព័ន្ធនេះគឺវាត្រូវបានគេទទួលស្គាល់បាទគឺ recognize ថាវាមានជា multi layer បាទន័យថា layer ហ្នឹងសន្ទាប់បាទសន្ទាប់ពហុសន្ទាប់បាទអាហ្នឹង multi mission design នឹងមានពហុបេសកកម្មបាទគេ design មកមាន multi layer បាទពហុសន្ទាប់អាហ្នឹងពហុបេសកកម្មបាទ it's net centric configuration បាទក្នុងនេះតាម Google Translate បាទគឺការកំណត់រយៈសម្ព័ន្ធផ្ដោតលើបណ្ដាញរបស់វាអនុញ្ញាតឲ្យប្រតិបត្តិការជ្រើសរើសវិធីសាស្ត្រចូលរួមបាទដែលមានប្រសិទ្ធភាពបំផុតអាស្រ័យទៅលើតម្រូវការប្រតិបត្តិការបាទខ្ញុំបកឲ្យយល់ខ្លួនឯងបាទប្រព័ន្ធ net centric configuration ហ្នឹងគឺនឹងធ្វើឲ្យ operator បាទគឺអ្នកប្រើប្រាស់គាត់អាចប្រើប្រាស់នៅវិធីសាស្ត្រ engage បាទវិធីសាស្ត្រប្រើប្រាស់ហ្នឹងគឺ effective ខ្លាំងបាទគឺមានប្រសិទ្ធភាពខ្លាំងបាទគឺដែលយោងតាម operational need បាទគឺទៅយោងតាមតម្រូវការប្រតិបត្តិការជាក់ស្ដែងបាទវាគឺជា net centric configuration ហ្នឹងគឺជា feature មួយដែល AI ហ្នឹងនិយាយថាវាធ្វើឲ្យកាត់បន្ថយចំណាយក៏ដូចជាបង្កើនប្រសិទ្ធភាពនៅសមរភូមិបាទ optimize battle efficiency បាទ battlefield បាទ efficiency បាទ IAI President and Chief Executive Boss Levy described the agreement as a milestone for the company in East Asia, noting Thailand's influence in the region. បាទលោកបាទ Boss Levy ប្រធាននឹងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន IAI បានពណ៌នាអំពីកិច្ចព្រមព្រៀងនេះថាគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនបាទរបស់ខ្លួននៅអាស៊ីបូព៌ាបាទគឺ East Asia បាទឬក៏យើងហៅថាអាស៊ីខាងកើតបាទដោយកត់សម្គាល់ពីឥទ្ធិពលរបស់ប្រទេសថៃនៅក្នុងតំបន់The Barackam H was selected after successfully meeting and exceeding the stringent requirements of the Thai Air Force, offering advanced network-centric capabilities and interoperabilities with local command and control system. We are proud to deepen our collaboration and stand alongside Thailand as it enhances its defense architecture with proven next-generation capability, he said. បាទយើងជួបពាក្យមួយទៀតបាទដែលបាទញ៉ៃដែរគឺ network centric capability តែប៉ុន្តែវាជាពាក្យបច្ចេកទេសនៅក្នុង system ហ្នឹងណាបាទយើងបកតាមមកយល់ទៅបាទលោកមានប្រសាសន៍ថាបាទគឺលោក Levy ហ្នឹងបាទយន្តBarack Obama នេះបាទកន្លែងនេះបកថាយន្តហោះតែអត់ត្រូវទេបាទគឺ missile Barack Obama បាទគឺត្រូវបានជ្រើសរើសបាទយកបាទគឺបន្ទាប់ពីបានបំពេញតាមតម្រូវការតឹងរឹងបាទតឹងរឹងគឺ stringent បាទរបស់កងទ័ពអាកាសថៃដែលជោគជ័យបាទដែលផ្ដល់នូវសមត្ថភាពផ្ដោតលើបណ្ដាញទំនើប advance គឺទំនើបដល់ទំនើបហើយនឹងអាចធ្វើអន្តរប្រតិបត្តិការបាទពាក្យថា interoperability បាទ inter ហ្នឹងគឺដូចយើង international អញ្ចឹងគឺអន្តរណាអន្តរମାନେរបស់ពីរដែលវាមានទំនាក់ទំនងគ្នាបាទអន្តរប្រតិបត្តិការ operability មកពីថា operation បាទអន្តរប្រតិបត្តិការជាមួយនឹងប្រព័ន្ធបញ្ជាការបាទគឺ command បាទ system បាទ and control system command and control system ប្រព័ន្ធបញ្ជាការនឹងត្រួតពិនិត្យ control បាទគ្រប់គ្រងបាទបញ្ជានិងគ្រប់គ្រងបាទប្រព័ន្ធបញ្ជានិងគ្រប់គ្រងបាទយើងមានមោទនភាពនៅក្នុងការពង្រឹងកិច្ចសហការរបស់យើងដែលឈរនៅជាមួយនឹងប្រទេសថៃបាទគឺ stand alongside Thailand បាទខណៈដែលប្រទេសនេះបង្កើនស្ថាបត្យកម្មកែពីជាតិបាទ architecture បាទហើយកន្លែងនេះគឺស្ថាបត្យកម្មស្ដាប់ជាខ្មែរទៅដូចប្លែកប៉ុន្តែយើងអាចថាជាហេដ្ឋារចនាសម្ព័ន្ធបាទខ្ញុំគិតថាអាចប្រើជំនួស infrastructure បាទស្តៀងបាទ it defend architecture with proven បាទដែលមានសមត្ថភាពwith proven next generation capability ដែលមានសមត្ថភាពបាទដែលបាន prove ហើយបាទគឺបានសាកល្បងហើយបាទនឹងសមត្ថភាពជំនាន់ក្រោយបាទជំនាន់ក្រោយបាទ next generation បាទ The Barack image package include a command and control unit, multi-mission radar launchers equipped with surface-to-air missiles, a missile reloading vehicle, and a logistic support vehicle,
All components are mounted on mobile platform allowing for rapid deployment and operational readiness បាទកញ្ចប់បារ៉ាកំអិចហ្នឹងបាទនៅពេលដែលទិញប្រព័ន្ធហ្នឹងគឺមានcommand and control unit បាទគឺមានប្រព័ន្ធបញ្ជាណាក្បាលវាហ្នឹងគឺ command control អង្គភាពបញ្ជានឹងគ្រប់គ្រងបាទអត់ដឹងមិនដែរ Google Translate ដាក់ថាវាត្រួតពិនិត្យបាទ radar ពហុបេសកកម្មបាទគឺ multi mission radar ជើងទម្របាញ់ពីដីទៅអាកាសគឺ launchers បាទ equipped with the surface to air missile a missile loading vehicle បាទ with យានជំនិះគ្រប់គ្រងភស្តុភារបាទដែល POSP មកគ្នាយើងបាទ POSP ណា logistic ហ្នឹងហើយគឺការដឹកជញ្ជូនបាទបណ្ដាប្រព័ន្ធវាអាចបន្ថែមជាមួយនឹងប្រភេទជាយានដើម្បីយានយន្តណាដឹកជញ្ជូនគ្រឿង logistic ហ្នឹងដែរបាទហើយនឹងand all component បាទ are mounted on mobile platform គ្រឿងបន្លាស់ទាំងអស់ហ្នឹងគឺត្រូវមកនៅលើវេទិកាចល័ត with mount នេះប្រែថាភ្ជាប់ឬក៏ attach បានន័យថារបស់ក្នុងប្រព័ន្ធនេះគឺគ្រប់គ្រងបាននៅលើប្រព័ន្ធទូរស័ព្ទបាទ allowing for rapid deployment and operational readiness ដែលអនុញ្ញាតឲ្យគេអាចធ្វើការដាក់ពង្រាយហ្នឹងគឺលឿនបាទហើយនឹងប្រតិបត្តិការហ្នឹងបានលឿនដូចគ្នាបាទ IAI will work with Thai aviation industries, which will provide maintenance and additional services. According to a report in Asian Military Review news site, the RTAF Logistics Department said the first phase of the project would see the procurement of one Barak image launcher battery that will be operated by the anti-aircraft regiment of the Security Force Command. IAI បាទនឹងធ្វើការជាមួយនឹងក្រុមហ៊ុនបាទឧស្សាហកម្មអាកាសចរថៃ TAI ដែលនឹងផ្ដល់នៅ maintenance បាទការថែទាំបាទនិងសេវាកម្មបន្ថែមទៀតបាទ additional services យោងតាមរបាយការណ៍មួយនៅក្នុងការទំព័រ Asian Military Review យោឋានភស្តុភារកម្មរបស់កងទ័ពជើងអាកាសថៃបាទ RTF បាននិយាយថាដំណាក់កាលដំបូងនៃគម្រោងនេះនឹងបាទមានឃើញការទិញយកអាគុយបាញ់មីស៊ីល Barak MH1 បាទគឺបាទដែលនឹងត្រូវដំណើរការដោយកងបាទវរសេនាធំប្រឆាំងយន្តហោះបាទ anti aircraft នៃបញ្ជាការកងកម្លាំងសន្តិសុខបាទ Thai Air Force must be prepared for future threat by procuring modern system to enhance air defense which currently faces limitation in dealing with emerging threat effectively. The report quoted the RTF as saying បាទការរីកានេះក៏បានដកស្រង់សម្ដីរបស់ខាងកងទ័ពជើងអាកាសថៃដូចគ្នាថាកងទ័ពអាកាសក៏ត្រូវតែត្រៀមខ្លួនសម្រាប់ការគម្រាមកំហែងនៅពេលអនាគតដោយទិញប្រព័ន្ធការពារអាវុធទំនើបដើម្បីបង្កើនការការពារតាមផ្លូវការដែលបច្ចុប្បន្នកំពុងប្រឈមមុខនឹងដែនកំណត់នៅក្នុងការដោះស្រាយការគម្រាមកំហែងថ្មីបាទប្រកបដោយប្រសិទ្ធភាពបាទគឺសង្ខេបជាន័យមកថាខាងកងទ័ពជើងអាកាសថៃថាបាទការទិញហ្នឹងគឺដើម្បីត្រៀមខ្លួនបាទដើម្បីការពារពីការគម្រាមកំហែងនៅអនាគតដែលអនាគតទៅនេះគឺបាទគឺបច្ចុប្បន្ននេះគឺ face limitation បាទគឺមានកម្រិតទេបាទការពារអាកាសរបស់ថៃហ្នឹងបាទអញ្ចឹងការទិញយកថ្មីនេះគឺដើម្បីdealing with emerging threat effectively បាទដើម្បីប្រឈមជាមួយនឹងការគម្រាមកំហែងថ្មីហ្នឹងឲ្យបានមានប្រសិទ្ធភាពបាទmodernization but for Thailand the acquisition represents a significant step in modernizing its defense infrastructures and expanding its ability to respond to evolving security challenges បាទ modernization ត្រូវកម្មសម្រាប់ប្រទេសថៃការទិញយកនេះគឺតំណាងឲ្យជំហានមួយដ៏សំខាន់នៅក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធការពារជាតិ
របស់ខ្លួននិងពង្រីកសមត្ថភាពរបស់ខ្លួននៅក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខដែលកំពុងតែវិវត្តបាទ evolving គឺវិវត្តបាទម្ដងទៀត acquisition ហ្នឹងគឺការទិញបាទការទិញយកបាទឬក៏ការទទួលយកបាទ The kingdom current air defense relies on a mix of legacy short-range system and newly acquired medium-range capability, and the Barak image marks a major modernization step as it is the first major acquisitions in 2 decades. បាទការការពារដែនអាកាសរបស់ប្រជាជាតិថៃបាទពេលនេះគឺផ្អែកលើការលាយបញ្ចូលគ្នាបាទគឺនៃការប្រើប្រាស់ប្រព័ន្ធមីស៊ីលចម្ងាយខ្លីបែបប្រពៃណីបាទ short range system បាទ and newly acquired medium range capability និងប្រព័ន្ធមីស៊ីលដែលមានសមត្ថភាពមធ្យមចម្ងាយមធ្យមបាទដែលទើបទទួលបានថ្មីហើយការទទួលបានមីស៊ីលបារ៉ាកអាមេរិកនេះគឺជាជំហាននៃការទំនើបកម្មមួយសំខាន់បាទព្រោះវាជាការទិញយកលើដំបូងនៅក្នុងរយៈពេលជាង2ទសវត្សរ៍បាទ The Barak Image Air Defense System will provide Thailand with its first ever medium range air defense capability, offering comprehensive protections against both ballistic and aerial threat, Levy said. បាទ Levy បានមានប្រសាសន៍ថាការប្រព័ន្ធការពារដែនអាកាសបារ៉ាកអាមេរិកនេះនឹងផ្ដល់ប្រទេសថៃនូវសមត្ថភាពការពារដែនអាកាសរយៈចម្ងាយមធ្យមលើដំបូងរបស់ខ្លួនដោយផ្ដល់ការការពារបាទទូលំទូលាយបាទគឺ comprehensive បាទប្រឆាំងនឹងការគំរាមកំហែងបាទ ballistic បាទគឺ missile ផ្លោងហើយនិង missile នៅលើអាកាសបាទខ្ញុំនៅមិនទាន់ search បានច្បាស់ទេថា ballistic និង aerial ហ្នឹងវាខុសគ្នាមិនចឹងណាប៉ុន្តែ ballistic គឺតែយើងដែលរៀនពីចលនាក្របផ្លោងគឺយើងបាញ់ទៅវាឡើងលើវាធ្លាក់ចុះវិញណាអាហ្នឹងប្រភេទ ballistic missile គឺវាបាញ់ចឹងប៉ុន្តែ aerial threat ហ្នឹងគេអាចជីយន្តហោះទម្លាក់មកពីលើអាហ្នឹងក៏ aerial threat ដែរចឹងណាតែ ballistic ហ្នឹងមិនថាគាត់យើងបាញ់ពីដីទៅឧទាហរណ៍ណាយើងបាញ់ពីដីមកហោះផ្លោងធ្លាក់មកលើដូចគេបាញ់ធ្នូឡើងលើធ្លាក់ចក្រមហ្នឹងអាហ្នឹង ballistic អាហ្នឹងច្បាស់ហ្មងបាទតែ aerial threat វាអាចមានប្រភេទបាទការគំរាមកំហែងតាមផ្លូវអាកាសច្រើនបាទយើងការហោះយន្តហោះទៅលើបាទឬក៏ប្រភេទនៃការបាញ់បរោះ drone ជាដើមអាហ្នឹងអាចអាហ្នឹងវាអាចជា aerial threat ក្នុងន័យហ្នឹងអញ្ចឹងណាអូខេបាទហើយបាទបន្តទៀត Thailand air defense architecture has historically been limited by relying primarily on short-range system to protect key installation. The Royal Thai Air Force has operated older platforms such as the Vulcan Air Defense System and M163, M167 guns, along with man-packed like FIM-92 Stinger for point defense. This system provides protection against low-flying aircraft and helicopters, but are not sufficient against modern threats such as cruise missiles and tactical ballistic missiles. បាទស្ថាបត្យកម្មការពារដែនអាកាសរបស់ថៃគឺមានកម្រិតបាទជាប្រវត្តិសាស្ត្របាទគឺបាទដោយពឹងផ្អែកចម្បងលើប្រព័ន្ធបាញ់ចម្ងាយចិត្តបាទគឺ short range system ដើម្បីការពារkey installation ការដំឡើងសំខាន់ installation កន្លែងនេះដូចកន្លែងប្រទាយអញ្ចឹងវាមានការដំឡើងដូចជាប្រព័ន្ធអីមួយដើម្បីបាញ់ផ្លោងទៅវិញអញ្ចឹងប៉ុន្តែនៅពេលដែលគេប្រើអា short range system ហ្នឹងគឺដើម្បីការពារអា installation អស់ហ្នឹងបាទអាហ្នឹងបាទការដំឡើងកន្លែងនេះគឺ installation ដូចឧទាហរណ៍ថាបង្កើតអង់តែនTO មួយអញ្ចឹងបាទឬក៏កន្លែងហ្នឹងមានផ្ទុកគ្រាប់អីចឹងទៅអាហ្នឹងជា installation អាហ្នឹងតាមខ្ញុំគិតណាប៉ុន្តែវាអាចបាទលម្អិតទៅបច្ចេកទេសវាអាចទៅណានៃទៀតអញ្ចឹងណាប៉ុន្តែកន្លែង key installation កន្លែងនេះគឺសំដៅទៅលើកន្លែងសំខាន់អញ្ចឹងណាបាទគឺអា short range system របស់ថៃដែលប្រើបច្ចុប្បន្នគឺដើម្បីការពារ installation សំខាន់អស់ហ្នឹងបាទដូចជាថៃ Air Force បាទគឺកងទ័ពអាកាសភូមិន្ទថៃបាទគឺបានដំណើរការនៅ platform បាទចាស់បាទដូចជាប្រព័ន្ធការពារដែនអាកាសដូចជា Vulcan បាទកំភ្លើង
163 đến 167 រួមជាមួយនឹង main pad ដូចជា FIM92 Stinger សម្រាប់ការពារចំណុចបាទប្រព័ន្ធទាំងនេះបាទគឺការពារផ្ដល់ការការពារប្រឆាំងនឹងយន្តហោះនិងឧបត្ថម្ភចក្រហោះទាបប៉ុន្តែมันគ្រប់គ្រាន់ដើម្បីប្រឆាំងការគំរាមកំហែងទំនើបដូចជាមីស៊ីលបញ្ជាល្បឿនបាទខ្ញុំគិតថាអាចជា cruise missile ហ្នឹងបាទឬ missile ប្លង់យុទ្ធសាស្ត្រនោះទេឬ tactical ballistic បាទ missile បាទ But to strengthen its defense, Thailand has invested in more advanced systems over the past decade, like the KS-1A surface-to-air missile system acquired from China has been one of the country's few medium-range solutions, though its capability are considered limited compared to newer Western or Israeli systems. Thailand has also fielded radar and surveillance assets to support its integrated air defense system, but coverage and interoperability have remained challenges. បាទដើម្បីពង្រឹងការពាររបស់ខ្លួនប្រទេសថៃបានវិនិយោគលើប្រព័ន្ធទំនើបជាងនេះក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះប្រព័ន្ធមីស៊ីលបាញ់ពីលើអាកាសសំទោសបាទបាញ់ពីដីទៅលើអាកាសបាទ KS-1A ដែលទទួលបានពីប្រទេសចិនបាទយើងមាន KS-1C មែនទេថៃមាន KS-1A បាទគឺជាដំណោះស្រាយចម្ងាយមធ្យមមួយចំនួនតូចរបស់ប្រទេសបើទោះបីជាសមត្ថភាពរបស់វាត្រូវបានគេចាត់ទុកថាវាមានកម្រិតបាទធៀបទៅនឹងប្រព័ន្ធមីស៊ីលប្រព័ន្ធថ្មីរបស់លោកខាងលិចឬអ៊ីស្រាអែលក៏ដោយបាទប្រទេសថៃបានដាក់ពង្រាយរ៉េដាបាទនឹងឧបករណ៍ឃ្លាំមើលដើម្បីគ្រប់គ្រងដល់ប្រព័ន្ធការពារដែនអាកាសរួមបញ្ចូលគ្នាintegrated air defense system បាទប៉ុន្តែការគ្របដណ្ដប់បាទ coverage និងអន្តរប្រតិបត្តិការនៅតែជាបញ្ហាប្រឈមនៅឡើយបាទខ្ញុំសូមបង្កើនល្បឿនបន្តិចដើម្បីឲ្យឆាប់ចប់បាទរៀងហួសពេលវេលាទៅយ៉ាងបាទ The recent decision to procure Israel Barak Mage system represent a turning point បាទ reportedly valued at about 3.44 billion baht or $108 million. The contract will provide Bangkok with its first modern medium-range air defense capability, offering protection against UAV fighter aircraft, cruise missiles, and tactical ballistic missiles with a range of up to 150 kilometers. ការសម្រេចចិត្តថ្មីនេះនៅក្នុងការទិញប្រព័ន្ធបារ៉ាកំអិចរបស់អ៊ីស្រាអែលតំណាងឲ្យចំណុចរបត់មួយបាទ turning point កិច្ចសន្យានេះគឺមានតម្លៃប្រហែល 3.44,000 លានបាតឬក៏ប្រមាណ $108 លានអាមេរិកនឹងផ្ដល់ឲ្យទីក្រុងបាងកកនៅសមត្ថភាពការពារដែនអាកាសរយៈចម្ងាយមធ្យមទំនើបដំបូងរបស់ខ្លួនដោយផ្ដល់នូវការការពារប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើកយន្តហោះចម្បាំងមីស៊ីលបញ្ជាទិសមីស៊ីលប្លង់យុទ្ធសាស្ត្រដែលមានចម្ងាយរហូតដល់150គីឡូម៉ែត្របាទ UAV ហ្នឹងគឺUAV នេះគឺដាក់លើ drone ហ្នឹងហើយបាទយន្តហោះគ្មានមនុស្សបើកហើយយន្តហោះចម្បាំងគឺ fighter aircraft cruise missile បាទនៅកន្លែងនេះមីស៊ីលបញ្ជាទិសបាទបែរជាអាចបកផ្សេងដែរប៉ុន្តែនេះយើងតាម Google Translate ចុះបាទហើយ missile ប្លង់យុទ្ធសាស្ត្របាទគឺ tactical ballistic missile បាទ Thailand has been acquiring Israeli defense technology since 1970s, and the relationship has only grown stronger with the transfers of knowledge to locally manufacture and produce certain weapon systems. ប្រទេសថៃបានទទួលការបច្ចេកវិទ្យាការពារជាតិពីអ៊ីស្រាអែលតាំងពីទសវត្សរ៍ឆ្នាំ 1970 ហើយទំនាក់ទំនងនេះកាន់តែរឹងមាំជាមួយនឹងការផ្ទេរចំណេះដឹងបីផលិតនិងដើម្បីផលិតប្រព័ន្ធអាវុធមួយចំនួននៅក្នុងស្រុកបាទគឺកន្លែងនេះគឺថៃបាទគូតែងដែរបាទមានក្រុមហ៊ុនផលិតអាវុធរបស់ថៃច្រើនដែរគឺប្រើប្រព័ន្ធ technology របស់អ៊ីស្រាអែលបាទអញ្ចឹងកន្លែងនេះគឺចង់មាននៅកន្លែងហ្នឹងបាទគឺ knowledge transfer នេះបាទអញ្ចឹងយើងបញ្ចប់អត្ថបទរបស់យើងបាទ The Barak 8 system was developed by IAI in collaboration with Israel, MOD, India, DRDO, organizations, the navies of both countries, IAI Altai Group, Rafael local industry in India and Israel. បាទប្រព័ន្ធ Barak 8នេះគឺត្រូវបានព
បង្កើតឡើងដោយ AI សហការជាមួយនឹង DRDO បាទអង្គការស្រាវជ្រាវនិងអភិវឌ្ឍការពារជាតិឥណ្ឌាបាទបាទបាទកងទ័ពជើងទឹកនៃប្រទេសទាំងពីរក្រុមហ៊ុន Alta Group បាទរបស់ IAI បាទRafale និងឧស្សាហកម្មក្នុងស្រុកនៅប្រទេសឥណ្ឌានិងអ៊ីស្រាអែលបាទបាទបាទតើបងនឹងវែងខ្លាំងបាទហើយខ្ញុំព្យាយាមបកមួយហើយបាទឃើញ tag ខ្មែរហ្នឹងគឺអត្ថបទដែលខ្ញុំបកពី Google Translate មកដែរទេមើលបានមកត្រួសបាទហើយយ៉ាគិតថាអត្ថបទហ្នឹងសំខាន់ដែរបាទដើម្បីឲ្យដឹងពីសាច់រឿងណាបាទបើមានអីឆ្ងល់អាចបាទឆាតសួរបន្ថែមបានណាបាទព្រោះនេះខ្ញុំបកយល់លឿនដែរខ្ញុំនឹងព្យាយាមវីដេអូក្រោយទៀតគឺនឹងខ្លីជាងនឹងហើយនឹងយកទៅបទខ្លីជាងនឹងបាទអានេះរឿងញ៉ៃញ៉ៃដែរបាទវាមានពាក្យបច្ចេកទេសច្រើនណាបាទអញ្ចឹងអត់អីទេអរគុណច្រើនអ្នកនាងហើយយើងស្វាគមន៍មួយនឹងវីដេអូបន្តទៀតហើយនឹងសង្ឃឹមថាបានខ្លីជាងមុនកាន់តែល្អបាទអរគុណច្រើនបាទ